បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅថ្ងៃនេះផងដែរមានព័ត៌មានថ្មីមួយទៀតគឺនៅរាជធានីភ្នំពេញដើមកង្កោកមួយដើមបានដួលរលំទាំងចំហហើយសង្កត់លើម៉ូតូកង់3មួយគ្រឿងហើយមេឃបានវត្តបណ្ដាលឲ្យដួលម៉ូតូរងរបួស2នាក់ម្ដាយនិងកូនហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង3រសៀលកាលពីថ្ងៃទី26ខែមិថុនាឆ្នាំ2025នៅចំណុចមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈស្ថិតនៅតាមបណ្ដោយផ្លូវលេខ271ក្នុងបុរីកម្មកកសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញដើមកង្កោកខាងលើមានទំហំធំជាងខ្លួនមនុស្សចាស់ដែលមានមែកសាខាពុកផុយគល់រលើងទាំងចំហដោយពុំមានភ្លៀងខ្យល់ឡើយតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុខណៈពេលដែលមេឃក្តៅហែងមានម៉ូតូកង់3មួយគ្រឿងបានធ្វើដំណើរពីជើងទៅត្បូងហើយមកឈប់ចតក្រោមដើមកង្កោកខាងលើដើម្បីចាំម៉ួយខណៈនោះស្រាប់តែដើមកង្កោកមួយដើមនោះបានដួលរលំសង្កត់លើម៉ូតូកង់3ផ្នែកខាងក្រោយបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយឡែកអ្នកបើកម៉ូតូកង់3បណ្ដាលឲ្យរងរបួសឡើយតាមព័ត៌មានបានឲ្យដឹងថាបន្ទាប់ពីដើមកង្កោកបានដួលរលំមេឃបានវត្តត្រូវម៉ូតូមួយគ្រឿងដួលបណ្ដាលឲ្យស្ត្រីម្ដាយនិងកូនប្រុសតូចម្នាក់បានរងរបួសស្រាលបន្ទាប់ពីកើតហេតុមានគ្រោះថ្នាក់អាជ្ញាធរនិងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុសម្រួលចរាចរណ៍និងតាក់ទងទៅមន្ត្រីជំនាញផ្នែកសួនច្បារមកកាត់ដើមឈើនិងសម្រួលចរាចរណ៍ឡើងវិញចំណែកម៉ូតូកង់3បានរងការខូចខាតយកទៅជួសជុលដោយខ្លួនឯងបាទសូមអរគុណសូមចុច like នៅវីដេអូដើម្បីទទួលបានព័ត៌មានថ្មីៗ